ngàyនេះមកធ្វើមីសុកជូហិលញ៉ាំម្ដងបងប្អូនមេឃព្រានតិចយើងពិថាស៊ីគ្នាមែនតែនហ្មងបានហត់មីសុកជូហិលក្តៅធ្វើរដងដាក់ដុំស៊ីឈរបងប្អូនតែសានេះអត់ដាក់ទេខ្ញុំប្រើទឹកស៊ុបសុទ្ធហ្មងទឹកស៊ុបនេះខ្ញុំរងាស់វាចេញពីតសៃគោការ៉ុតជាថាស្ពៃក្តោបខ្ញុំរងាស់វាតតសៃគោផុយបន្ទាប់ពីផុយហើយចាំយើងបន្ថែមវាជាមួយអំបិលស្ករប៊ីចេងម្សៅស៊ុបតាមចំណង់ចំណូលចិត្តចឹងណាបន្តមកទៀតបងប្អូនបន្ថែមវាជាមួយទឹកពាំងជូរបាញ់សុងសិតម្ជុលតកួនឈាមទាដែលយើងបានពងរួចហើយនឹងសណ្តែកដីបងប្អូននិយាយថាពេលដែលខ្ញុំទៅញ៉ាំមីចិនខ្ញុំឃើញអីខ្ញុំមកផ្ទះវិញខ្ញុំដាក់នឹងទាំងអស់ហ្មងវីដេអូខ្លួនឯងបងប្អូនឃើញសណ្តែកដីហើយវាថាស្លុតចិត្តហ្មងពណ៌និយាយថាទទួលយកបានឥឡូវងាកមកទឹកជ្រលក់ទឹកស៊ីអ៊ូម្ទេសខ្ទឹមរបស់យើងវិញទឹកស៊ីអ៊ូម្ទេសខ្ទឹមនេះខ្ញុំបន្ថែមវាជាមួយទឹកម្ទេសហើយនឹងប្រេងខ្យងដែរយើងដាក់មកល្មមយើងអត់ប្រើច្រើនទេតែម្ទេសហើយខ្ទឹមបងប្អូនដាក់ច្រើនដាក់តិចតាមបងប្អូនចូលចិត្តចឹងណាព្រោះឆ្មាក៏ដូចគ្នាបងប្អូនដាក់តិចដាក់ច្រើនតាមបងប្អូនចូលចិត្តជូរចឹងទៅបន្តមកទៀតយើងបន្ថែមវាជាមួយប៊ីចេងតិចស្ករតិចកូរឲ្យសព្វចូលគ្នាឬក៏ជាការស្រេចហើយស៊ុបជូរហិលនេះនិយាយតាមត្រង់បើធ្វើទឹកជ្រលក់អត់ឆ្ងាញ់ក៏ញ៉ាំទៅអត់ឆ្ងាញ់ដែរបងប្អូននឹងពេញឃ្លានមីស៊ុបជូរហិលជីទៅរយតែវីដេអូនេះផ្ញើជូនសម្រាប់បងនៅតាមខេត្តដែលនៅឆ្ងាយញ៉ាំឲ្យមិនបាច់មកដល់ពេញឯងមើលតែវីដេអូខ្ញុំហើយរសជាតិគឺដូចគ្នាហ្មងបងប្អូនធានាឲ្យ